សួស្តីបាទថ្ងៃនេះលោកគ្រូមានលំហាត់មួយដែលបាទយកមកបាទដោះស្រាយជូនបងប្អូនជាពិសេសថ្នាក់ទី9ថ្នាក់ទី10 11និង12ណាយើងមើលលំហាត់នេះក្នុងសមត្ថកម្មគេឲ្យបាទ x បូកជាមួយនឹង y ស្មើជាមួយនឹង4ហើយមួយទៀត x គុណនឹង y ស្មើជាមួយនឹង1ហើយគេឲ្យយើងគណនាតម្លៃ x ការ៉េបូក y ការ៉េអញ្ចឹងយើងមើលដើម្បីគណនាដំណោះស្រាយលំហាត់មួយនេះតើគេធ្វើបែបណាអញ្ចឹងសម្រាប់អ្នកដែលចង់ដឹងពីចម្លើយនិងវិធីសាស្ត្រដោះស្រាយគ្នាយើងអាចតាមដានវីដេអូនេះបានឥឡូវតោះយើងចាប់ផ្ដើមយើងមើលតើតើនឹងការដោះស្រាយលំហាត់មួយនេះគ្នាយើងត្រូវចេះលំហាត់ទៅចេះរូបមន្តមួយគឺរូបមន្ត a បូក b លើកជាការ៉េណាអញ្ចឹង a បូក b លើកជាការ៉េឬក៏ x បូក y លើកជាការ៉េដែលវាស្មើជាមួយនឹង x ការ៉េបាទបូកជាមួយនឹង2ដង b បាទបូក b ការ៉េណាហើយគោលដៅរបស់យើងនោះគឺយើងចង់បានតែ x ការ៉េបូកនឹង y ការ៉េទេអញ្ចឹង a កដាល 2x គុណនឹង y នេះគ្នាយើងរុញវាមកខាងនេះមកណាអញ្ចឹងយើងរុញមកយើងប្រកាសជាបាន x ការ៉េបូកជាមួយនឹង y ការ៉េស្មើជាមួយនឹងអញ្ចឹងដោយសារ a កដាល 2x គុណនឹង y នេះសញ្ញាវានៅពីមុខនេះជាសញ្ញាបូកចុះដល់ពេលយើងរុញមកទៅជាសញ្ញាដកអញ្ចឹងវាទៅជាបាន x បូកជាមួយនឹង y លើកជាការ៉េរបស់យើងនៅខាងស្ដាំនេះណាបាទដកជាមួយនឹង2x គុណនឹង y អញ្ចឹងយើងឃើញថានៅត្រង់នេះគ្នាយើងមើលទៅបាទនៅត្រង់នេះ x បូកនឹង y ពួកយើងឃើញថាវាស្មើនឹង4ឃើញទេអញ្ចឹងនៅកន្លែងនេះយើងអាចចំនួនលេខ4ចូលនៅកន្លែងនេះបានអញ្ចឹងបាន4លើកជាការ៉េដកជាមួយនឹង x គុណនឹង y អានេះយើងស្មើ1អញ្ចឹងបាន2គុណនឹង1បាទហើយយើងគណនាតទៀតហើយសម្រាប់4ការ៉េយើងនឹងស្រាប់វាស្មើនឹង16ដកជាមួយនឹង2គុណ1 2អញ្ចឹងជាលទ្ធផលចុងក្រោយបាទវាស្មើជាមួយនឹង14បាទអញ្ចឹងដូចនេះបាទដូចនេះ x ការ៉េបូកជាមួយនឹងបាទ y ការ៉េស្មើ14បាទនេះគឺជាចម្លើយរបស់យើងបាទជាចម្លើយចឹងហើយនេះគូវាឲ្យស្អាតតិចបាទអញ្ចឹងចម្លើយយើងមានប៉ុណ្ណឹងណាបាទអរគុណច្រើនសម្រាប់វីដេអូនេះមានប៉ុណ្ណឹងអរគុណច្រើន